Well, there was many highlights today. The first highlight was having 32 Bangladeshi boys and girls from Siem Reap villages and 32 boys and girls from Sulayman play in this wonderful, beautiful stadium and have the experience of the professional athletes. ចំនួន32នាក់មកពីសៀមរាបនិង32នាក់មកពីទីក្រុងភ្នំពេញហើយចំណុចពិសេសនៃកម្មវិធីខាងនេះទៀតហ្នឹងគឺយើងមានការប្រកួតក្នុងចំណោមគេហៅថាជនសំខាន់ដែលបានចូលរួមថ្ងៃហ្នឹងគឺ11រូបគាត់ប្រកួតជាមួយ11រូបផ្សេងទៀតដែលបានចូលរួមថ្ងៃហ្នឹងដូចជាលោក Scott Nelson ជាដើមដែលគាត់មកពីខាងអង្គការ Cambodia Children's Fund ចាមូលនិធិកុមារកម្ពុជាចាអញ្ចឹងទិសដៅសំខាន់នៃកម្មវិធីនៃការប្រារព្ធកម្មវិធីគេហៅអនុស្សាវរីយ៍20ឆ្នាំនៃអាយុកាលរបស់អង្គការ HFCA ហ្នឹងគឺបង្ហាញអំពីសមិទ្ធផលសំខាន់របស់ HFCA គឺខាងអង្គការ HFCA គាត់ធ្វើការជាមួយនឹងយុវជនដែលមកពីគេហៅថាគ្រួសារក្រីក្រហ្នឹងចំនួន 5000 នាក់ទាំងមកពីទីក្រុងភ្នំពេញទាំងមកពីខេត្តសៀមរាបហើយគាត់បានបញ្ជូនកុមារានិងក៏យុវជនទៅចូលរួមប្រកួតអន្តរជាតិហ្នឹងគឺ14 ដងចាសរុបមក I felt that the youth ចា tournament, បន្ទាប់ពី especially ការ សង្កេតមើលទៅលើការប្រកួតក្នុងចំណោមក្មេងៗក៏ដូចជាក្នុងចំណោម VIP ជំនខាន់គាត់ឃើញថាឧទាហរណ៍ក្មេងៗដែលមកដែលគាត់ចូលរួមមកពីខាងស្ទឹងត្រែងភ្នំពេញក៏មកពីខាងសៀមរាបឃើញថាមានការលេងសប្បាយអ៊ូអរជាច្រើនគាត់ចូលថាគាត់ឃើញការពួកគាត់មានការលេងសប្បាយអ្នកខ្លះគឺលើកទី1មកទីក្រុងភ្នំពេញហើយសំបីហ្នឹងគាត់បានទៅលេងឧទាហរណ៍នៅព្រមរាជវាំងអញ្ចឹងគាត់ឃើញពីការគេហៅថាភាពរីករាយរបស់កុមារមានបទពិសោធន៍ថ្មីក្នុងការចូលរួមជាមួយនឹងកម្មវិធីរបស់គេហៅថាគម្រប់20ឆ្នាំរបស់អង្គការ HFCA នេះ So in the last ក្នុងរយៈពេល20 ឆ្នាំ years ចុង we've ក្រោយ brought នេះសមិទ្ធផលសំខាន់ children របស់ and we've អ been to ង្គការ international HFCA tournaments គឺក្នុងការធ្វើការជាមួយនឹងយុវជនគណរីដែលមកពីគ្រួសារក្រីក្រចំនួន 5000 រូបមកពីខាងក្រុងភ្នំពេញនិងសៀមរាបការបញ្ជូនពួកគាត់ទៅការប្រកួតគេហៅថាកីឡាអន្តរជាតិចំនួន4 ដងមាននៅខាងទ្វីបខាងអាមេរិកខាងជើងអាមេរិកខាងត្បូងខាងអូស្ត្រាលីនៅក្នុងអាស៊ីចានៅទ្វីបអឺរ៉ុបផងដែរអញ្ចឹងឃើញថាគាត់បានចូលរួមក្នុងកម្មវិធីច្រើនរយៈពេល5ទៅ10ឆ្នាំខាងមុខទៀតអង្គការ HFCA គឺគាត់ចង់ធ្វើការជាមួយនឹងកុមារដែលមកពីគ្រួសារក្រីក្រច្រើនជាងនឹងទៀតច្រើនជាង 5000 នាក់ទៀតគាត់គិតទៅដល់10000 នាក់ចាហើយជួយទៅដល់យុវជនយុវនារីឬក៏កុមារីដែលមកពីគ្រួសារដែលមានជីវភាពលំបាកឲ្យគាត់រៀនពីការលេងបាល់ទាត់ empower ពួកគាត់មានថាធ្វើឲ្យគាត់មានទំនុកចិត្តលើខ្លួនឯងតាមរយៈការលេងបាល់ទាត់នឹងផងដែរចា៎